បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកចំណុចមួយទាក់ទងនឹងការគណនាទុកខ្យល់តាមកូដអាមេរិកាំង AACE 7-22ដែលយើងនឹងប្រៀបធៀបចម្លើយការគណនាដៃនៅក្នុងកម្មវិធី Excel ជាមួយនឹងកម្មវិធី e-tape អញ្ចឹងមុននឹងទៅដល់និយាយទាក់ទងនឹងការគណនាអឺបន្ទុកខ្យល់តាម AACE 22ខ្ញុំចង់លើកយកចំណុចមួយទាក់ទងនឹងភាពខុសគ្នារវាង ASCE 7-16ហើយនិង ASE 7-22អញ្ចឹងបើសិនជាក្នុងករណីដែលបងប្អូនមួយចំនួនដែលគាត់អត់ទាន់មានពេលអានបងប្អូនអាច check មើលទៅកន្លែងហ្នឹងអញ្ចឹងភាពខុសគ្នាចម្បងដែលខ្ញុំចង់លើកយកមកវិភាគនៅមកបង្ហាញនៅកន្លែងនេះគឺតាក់ទងនឹងមេគុណការសេតដែលបងប្អូនមើលទៅកន្លែងហ្នឹងគឺភាពខុសគ្នាយ៉ាងម៉េច ចឹងទាក់ទងនឹងមេគុណកាសេតកាលពីមុនគឺចំពោះកូដ ASE 7-16គឺ2.01ហើយឯកូដថ្មីគឺ2.041បន្ទាប់មកទាក់ទងនឹងTerrain Exposure Constant ក៏មានការប្រែប្រួលដែរនៅកន្លែងហ្នឹងដូចដែលបងប្អូនឃើញជាពិសេសទាក់ទងនឹងមេគុណផ្សេងៗនៅកន្លែងហ្នឹងភាគច្រើនគឺដូចជាមេគុណ ZG ពីមុនដែល365ឥឡូវឡើងដល់1000ជាង អញ្ចឹងវាខុសគ្នាគួរសមដែរនៅកន្លែងហ្នឹងអូខេអញ្ចឹងនៅកន្លែងនេះខ្ញុំបានដកយើងនឹងលើកយកអគារមួយដែលមានកម្ពស់10ជាន់មកប្រៀបធៀបដែលយើងគណនាដោយដៃជាមួយក្នុងកម្មវិធី e-tape ជាមួយនឹងកម្មវិធី Excel របស់យើងហើយប្រៀបធៀបចម្លើយមើលតើវាខុសគ្នាឬក៏ដូចគ្នាយ៉ាងដូចម្តេចនៅកន្លែងហ្នឹងមែនទែនទៅពីខ្ញុំទៅខ្ញុំចង់ឲ្យគ្នាយើងដែលជាអ្នកវិស្វករឌីហ្សាញនេះគាត់យល់ស៊ីជម្រៅទៅលើទ្រឹស្ដីជាជាងតែយើងពឹងទៅលើ software តែមួយមុខចឹងណាបងអូខេចឹងខ្ញុំមានអគារបែបនេះអឺមានអគារមួយបែបនេះអញ្ចឹងតើតើនឹងដៃគឺអឺល្បឿនខ្យល់នៅអាយុ50ឆ្នាំអញ្ចឹងជាទូទៅនៅភាគកណ្ដាលនៃប្រទេសកម្ពុជាគឺយើងយក33.3ម៉ែត្រនៅក្នុងវិនាទីតោះមកអគាររបស់យើងជាពពួក condo ដែលមានកម្ពស់10ជាន់អញ្ចឹងកម្រិតទាក់ទងនឹងភាពសំខាន់របស់អគារហ្នឹងក៏ធំក៏សំខាន់ដែរអញ្ចឹងយើងចាត់ទុកអគារនេះក្នុង risk category 3ដែលព្រោះអីគេព្រោះទាក់ទងនឹងជីវិតមនុស្សច្រើននៅក្នុងហ្នឹងគាត់វាមានមនុស្សរាប់រយនាក់ដែលរស់នៅក្នុងហ្នឹងតបមកនៅទីក្រុងភ្នំពេញពោរពេញទៅដោយអគារជាប់ជុំវិញអញ្ចឹងយើងចាត់ទុកថាវាជា exposure B តបមកទាក់ទងនឹងកម្ពស់អគារយើងវាស់ចេញពីជាន់ផ្ទាល់ដីទៅជាន់ខាងលើទៅប្រហែលអញ្ចឹង39.5 39.5ដោយសារអត់មានវិជាពពួកដំបូលរាបស្មើអញ្ចឹងយើងអត់ត្រូវកាត់ទៅគណនាទៅបំពេញតទៅនឹងមានន័យថាកម្ពស់ eve high និង rise high ហ្នឹងគឺដូចគ្នា read high ហ្នឹងគឺដូចគ្នាតបមកតទៅនឹង dimension របស់យើងតាមទិស east west east west នេះគឺយើងចាត់ទុកថាទិស x ហ្នឹងបងទិសដេកទិសដេកយើងចាត់ទុកថាទិស x ហើយទិសឈរយើងចាត់ទុកទិស y អញ្ចឹងនៅក្នុងនេះយើងមាន global shift យើងអាចមើលប្រវែងហ្នឹងទៅអញ្ចឹង L នេះ L គឺប្រវែងប្រមាណអញ្ចឹងយើងវាស់ចេញពីគែមគែមមួយទៅគែមមួយទៀតអញ្ចឹងបងអញ្ចឹង12.2 12.2 2.2តោះមកតាមទៅអានេះយើងមិនមែនវាស់ចេញពី grid ទៅ grid ទេបងយើងវាស់ចេញពីគែមអគារទៅគែមអគារ18.9អូខេតបមកនេះតកតងនឹងប្រភេទដំបូលដោយសារយើងបំពេញនៅកន្លែងនេះហើយអញ្ចឹងដំបូលនេះគឺរាបស្មើហ្នឹងយើងកន្លែងនេះយើងអាចចរិយាក៏បានគឺវាអត់មានដំបូលទេប៉ុន្តែក្នុងករណីដែលដំបូលជាពពួកគេបឬក៏ monoscope ប៉ុណ្ណឹងយើងបំពេញទៅនៅនេះអាចត្រឹមត្រូវមកតកតងនឹង topographic vector ជាទូទៅយើងយក0.85ចំពោះstructure អគារ damping ratio 0.02តមកតកតងនឹង natural frequency
តទៅនឹង natural frequency វាច្រើនយើងមានយើងមាន approximate ការគណនាបែប approximate ហ្នឹងបងចឹងមែនតើទៅវិញខ្ញុំអត់ recommend ឲ្យយើងគណនាបែប approximate ទេយើងយកចេញពី software មកតែម្ដងមកព្រោះតម្លៃចេញពីដែលយើងគណនាចេញពី software គឺ accurate ជាងនៅ ASCE គេមានទាក់ទងនឹង approximate natural frequency ចឹងវាមានមុនហោហែចឹងមកប៉ុន្តែខ្ញុំអត់ recommend ឲ្យទៅគណនាបែបហ្នឹងទេយើងយកចេញពី software តែម្ដងក៏បានដែរនៅកន្លែងនេះចឹងដើម្បីយកចេញពី software ដំបូងខ្ញុំ run សិនមក run វាសិនមកអូខេបន្ទាប់ពី run ហើយយើងចាប់ផ្ដើមទាញយកតាក់ទងនឹង natural frequency របស់វាប៉ុន្តែ natural frequency គឺតាក់ទងនឹង mode ដែលអាគាររបស់យើងវាប្រែប្រួលរូបរាងចឹងណាបងចឹងនៅកន្លែង model នេះយើងអាចយក mode ដែលយើងចង់សិក្សាចឹងមកប្រមាណអឺតាមទិសមួយនេះគឺជា mode ដែលវា deformation តាមទិស x mode ទី2គឺ deformation តាមទិស y បងតាមទិស y ហើយ mode ទី3គឺ deformation តាមទិស z ចឹងគឺវាដេញហូរហែចឹងទៅដេញហូរហែចឹងទៅចុងក្រោយនេះបើសិនជាបងប្អូនរៀនទៅដល់ structural analysis លំដាប់ថ្នាក់ខ្ពស់ទាក់ទងនឹង vibration ទាក់ទងនឹងរំយោលនៅក្នុងអគារយើងនឹងសិក្សាទៅដល់ហ្នឹងហើយនេះគាត់ជា concept មួយដែរដែលខ្ញុំចង់បង្ហាញទៅដល់បងប្អូនអញ្ចឹងកន្លែងនេះខ្ញុំចូល display ខ្ញុំចូល show table ទៅមកកន្លែង analysis នេះបងប្អូនយើងយក model information វាមាន period and frequency អញ្ចឹងបងប្អូនអូខេមកយើងយកតម្លៃហ្នឹងដើម្បីទៅធានារក gas effect factor ហើយគេច្រើនបងប្អូនមួយចំនួនគាត់មើលរំលងទៅលើការគណនា gas effect factor ឬក៏មិនដែលបានគិតខ្វល់ខ្វាយទៅដល់តម្លៃ gas effect factor ហ្នឹងឯងអូខេអញ្ចឹងនេះជាទូទៅយើងមានទិស x y z ដោយសារនេះយើងសិក្សាតែតម្លៃតូចបំផុតមកបានហើយកន្លែងនេះអញ្ចឹងខ្ញុំ copy តម្លៃនេះមកណា copy តម្លៃហ្នឹងមកទៅបំពេញនៅកន្លែងអឺកន្លែងនេះខ្ញុំបំពេញចោលសិនតោះមកខ្ញុំ copy ម្ដងទៀតខ្ញុំបំពេញនៅកន្លែងនេះអូខេអញ្ចឹងមកដល់កន្លែងហ្នឹងរួចរាល់បងរួចរាល់ហើយយើងបំពេញទិន្នន័យអីផ្សេងរួចរាល់ហើយយើងអាចចូលទៅក្នុងកម្មវិធី e-tape ដើម្បី modify ទាក់ទងនឹងទិន្នន័យផ្សេងក្នុងការគណនាបន្ទុកខ្យល់នៅកន្លែង load pattern អានេះខ្ញុំគណនាទៅតាមទិស x ហើយនិងទិស y ហ្នឹងបងណាទិសដកនេះខ្ញុំអត់សិក្សាឥឡូវខ្ញុំសិក្សាទៅទិស x បូកហើយនិងទិស y បូកនេះអញ្ចឹងទិស x បូកនេះគឺទិសអីគេទិស east west west east ទៅពេលទិស y បូកនេះគឺទិស south north បងមើលតាមទិសហ្នឹងទៅយើងច្បាស់ខ្លួនឯងកន្លែងហ្នឹងដែរអូខេអញ្ចឹងតាមទិសនេះខ្ញុំមួយតាក់ទងនឹងល្បឿនខ្យល់ design គឺជាល្បឿនខ្យល់ដែលអាស្រ័យទៅលើប្រភេទ risk category របស់ building អញ្ចឹងនេះគឺជា design wind speed របស់យើងគឺ45.03នេះបងប្អូនទៅមើលខ្លួនឯងទៅនឹងខ្ញុំអត់ខ្ជិលនិយាយច្រើនកន្លែងហ្នឹងតាក់ទងនឹង risk category ហ្នឹងចាំល្បឿនខ្យល់បងត្រូវផ្លែកវាពី miles per second to mile per hour mile per hour អូខេល្បឿនខ្យល់របស់យើងគឺ45.03អញ្ចឹង100.7 exposure B ទៅមក gas effect factor gas effect factor នេះគណនារឿងវែងដែរហើយបងប្អូនចង់ចេះគណនាយើងមើលនៅក្នុងគំរូរបស់ខ្ញុំទៅខ្ញុំផ្ញើជា PDF នៅក្នុងខាងក្រោមវីដេអូនេះឲ្យចឹង gas effect factor គឺ0.99
តាក់ទងនឹងទិសដិចនេះគឺយើងមើលម៉ូដរបស់គេបងម៉ូដតាក់ទងនឹងរង្វិលបងអាចទៅមើលនៅក្នុងកូដ ASCE ที่គេមានដូចជាមាននិយាយណាតាក់ទងនឹងនេះ case មួយនេះ case 2 case 3អីហ្នឹងបងចូលទៅមើលខ្លួនឯងតែខ្ញុំសិក្សាអត់សិក្សាទាំងអស់បងសិក្សាទាំងអស់បងយក create all មកតែនេះខ្ញុំសិក្សាទៅតាមទិសដិចមកបានហើយកន្លែងហ្នឹងអូខេតាក់ទងនឹង dimension គឺអានេះយើងយក auto ទៅតែបងប្អូនចង់ modify ក៏ modify យកកន្លែងនេះយើង set by user តែនេះខ្ញុំវា auto អញ្ចឹង auto វាចេញទទឹងបដ ாய் ឲ្យយើងមកឃើញទេបងតែញបដ ாய் ឲ្យយើងឃើញយ៉ាងនេះ39ចុចអឺ18.9និង12.2ឃើញវា auto ឲ្យយើងបងឃើញខ្ញុំយក auto មកអញ្ចឹងតើតើនឹង include parapet នៅជាន់ខាងលើវាមាន parapet នៅជាន់ terrace បងយើងយក1.2ឬក៏1.5ហ្នឹងទៅកន្លែងហ្នឹងអូខេតមកតាមទិស Y ខ្ញុំ modify ដែរតើតនេះ100ចុច7 exposure B gas effect factor របស់វា gas effect factor 0.96នេះបើសិនជាបងប្អូនអត់ចេះគណនាកន្លែងហ្នឹងគឺខុសបញ្ហាកន្លែងហ្នឹងមានបញ្ហានេះយើងយកទិស Y មកអូខេតនៅមុំនេះយើងយកមុំ90ហើយនេះយើងយកអូតូមកហើយបងប្អូនចង់ modify ខ្លួនឯងក៏ modify ទៅកន្លែងហ្នឹងតែខ្ញុំយកអូតូមុំ90អូខេអូខេអូខេហើយចោលអញ្ចឹងយើងចាំផ្លែមុនដើម្បីឲ្យ Ethave Veran ចេញជាលទ្ធផលជាងហើយតកតងនឹងភាពខុសគ្នារវាង AC16 និង22មិនអាចបើកមើលបន្ថែមខ្លួនឯងណាខុសគ្នាច្រើនដែរនេះ2.01នេះ2.41ខុសគ្នាដូចមេឃដីកន្លែងនេះអូខេយើងចាប់ផ្ដើម modify តាក់ទងនឹង floor level របស់យើងនេះអឺចឹងយើងឃើញថាជាន់ទី1នេះគឺ4ម៉ែត្រទៅលើ4ម៉ែត្រទាំងអស់យើងមានប៉ុន្មានយើងមាន1 2 3 4 5 6 7 8 9 10 10 10ចឹងដោយសារជាន់នីមួយៗមានកម្ពស់4ម៉ែត្រចឹងខ្ញុំបូកថែម4ម៉ែត្រមកមកយើងបូកថែមរហូតមកដល់ជាន់ទីម៉ែត្រជាន់ទី10ឃើញទេវាចេញចម្លើយឲ្យយើងហ្មងថ្ងៃក្រោយបងប្អូនចង់គណនាទៅដល់ជាន់ទីប្រមាណនេះគាត់តែបូកបន្ថែមអញ្ចឹងមកហើយយើងអត់ហត់ទៅខត់ខួរគិតទេកន្លែងនេះយើងអត់យើងគណនាដល់ជាន់ទី18ឬក៏ជាន់ទីប្រមាណអញ្ចឹងទៅតែនេះខ្ញុំ limit ត្រឹមដូចជាប្រមាណទេនេះ25ជាន់30ជាន់អញ្ចឹងទៅបងណាប្រមាណណាអញ្ចឹងវាចេញជា diagram សម្ពាធខ្យល់ឲ្យយើងតាមពីជាន់ទី ground floor រហូតដល់ជាន់ខាងលើអញ្ចឹងទៅអូខេអញ្ចឹងឧបមាថាខ្ញុំថ្ងៃក្រោយខ្ញុំចង់កែវិញខ្ញុំគ្រាន់តែលុបអានឹងចេញទៅចប់ចេញចប់ហើយយើងចង់modify យើងគ្រាន់តែអស់មកទៅជាន់ទី10ចប់ប៉ុណ្ណឹងចឹងយើងឃើញថាតម្លៃដែលយើងបានគណនាចេញមកគឺប៉ុណ្នេះគឺជាតម្លៃដែលយើងបានគណនាចេញមកដែលយើងមាន total wind pressure តាមទិស east west ឬក៏ទិស h អានេះយើងអាចថែមថា h direction អូខេ h direction ចឹងយើងប្រៀបធៀបលទ្ធផលមើលតើរវាង software និងនេះខ្ញុំអាច copy មកយើងស្រួលមើលណាស្មើជាន់ទី10អូខេអញ្ចឹងឥឡូវលទ្ធផលរបស់យើងមើលជាន់ ground floor យើងដូចជាមិនចាំបាច់មើលទេនេះ34
អានេះ38មកជាន់ទី1 79អូខេ79 84ត្រូវ89ត្រូវ92.5 94អត់ត្រូវទេ error 97អានេះ95ខុសគ្នាដែរ error ដែរ error ទីទួយបងកន្លែងនេះយើងអាច accept បានប៉ុណ្ណឹងយើងអាចគេថាអាចទទួលយកបានដែរប៉ុណ្ណឹងមក98អានេះ100ហើយខុសគ្នា22អញ្ចឹងបងណាតមកអានេះជាន់នេះគឺ102អានេះ105តមកនេះ104ហើយនេះ100ទេ61 50ជាងអូខេបងឃើញលទ្ធផលវាប៉ុណ្ណឹងយើងអាចផ្ទៀងផ្ទាត់ខ្លួនឯងបាននៅក្នុងរវាងកម្មវិធី e-tape ជាមួយនឹងការគណនាដៃអញ្ចឹងដែរយើងមានប៉ុណ្ណឹងយើងក៏អាចវាតម្លៃវាបានថាអូប៉ុណ្ណឹងហាក់ប្រហែលគ្នាអាចទូយកបានវាខ្លះបើសិនជាយើងពឹងទៅលើ software មួយមុខគឺពិបាកដែរខ្លាំងណាស់អូខេអញ្ចឹងយើងទៅចំណុចមួយទៀតយើងទៅមើលតាមទិសសោតនោះវិញម្ដងឬក៏ទិសវាយអញ្ចឹងកន្លែងដែលបងប្អូនត្រូវលេងយើងលេងនៅកន្លែងហ្នឹងមកនេះពេញកម្ពស់ floor ហ្នឹងមកគឺវាអូតូអស់ហើយទៅនឹងដំបូលអីក៏វាអូតូដែរហ្នឹងដំបូលក៏វាអូតូដែរអញ្ចឹងយើងទៅមើលតាមទិសនេះវិញម្ដងអញ្ចឹង display វាយបូកអូខេអញ្ចឹងយើងឃើញថាតម្លៃតាមជាន់នីមួយៗគឺខុសគ្នាច្រើនអូខេអានេះគឺ66អានេះបានតែ50ជាងអីទេចឹងខុសគ្នាច្រើនមែនទែនមែនទេអញ្ចឹងសំណួរសួរថា why ហេតុអីបានខុសគ្នាអញ្ចឹងពេលខ្លះយើងខុសឃើញចម្លើយខុសអញ្ចឹងមិនប្រកាសថាយើងខុសទេជួនកាលវាមានមូលហេតុអីមួយដែលយើងអត់ទាន់បានទៅដល់អញ្ចឹងគាត់អូខេអញ្ចឹងដើម្បីដឹងថាខុសឬក៏ត្រូវបងប្អូនអាចចូលទៅកន្លែង option show model explorer នៅកន្លែងនេះយើងមាន report យើងមាន project report អញ្ចឹងយើងរងចាំតិចទៅតោះមកយើងទៅមើលបន្ទប់ខ្យល់ដែលគេគណនាតាមទិស Y អូខេឥឡូវខ្ញុំបរិយាអត់កើតទេបរិយាអត់កើតខ្ញុំ print PDF មកកន្លែងហ្នឹង print PDF ពេលខ្លះបើសិនជាយើងចង់ប្រៀបធៀបជាមួយ software តោះតែយើងដឹងថា software វាគិតអីគេចឹងហ៎បាទហើយគេគិតហ្នឹងគេគិតត្រូវឬខុសហើយបើខុសយ៉ាងម៉េចត្រូវយ៉ាងម៉េចហើយបើយើងអត់ដឹងអត់យល់ software ទេហើយយើងព្យាយាមធ្វើទាំងងងឹតងងល់ហើយទៅប្រៀបធៀបទាំងងងឹតងងល់គឺចម្លើយចេញមកច្បាស់ជាអឺអត់ដូចគ្នាទេអូខេរកចាំមួយផ្លែតចាំមើលវាចេញយើងចាស់នេះតាមទិស x បូកអាហ្នឹងខ្ញុំអត់និយាយទេតែនិយាយអាចនិយាយតាក់ទងនឹងLeeward Ball អ្នក0.5អញ្ចឹងតាក់ទងនឹងLeeward Ball យើងមើលតាក់ទងនឹងអឺ internal pressure ក៏ efficient របស់វានេះគឺដល់0.5ត្រឹមត្រូវប៉ុណ្ណេះត្រឹមត្រូវហើយកន្លែងហ្នឹងត្រឹមត្រូវហើយបើសិនជាក្នុងករណីដែលយើងទៅមើលតាមទិស x ម្ដងនេះ diagram ទុកខ្យល់របស់គេហ្នឹងអឺអានេះវា x ដល់យើងមើលទៅវាវិញវាយវិញម្ដង
ណាទៅវាវាយបោកវាវាយវែងដែរបងណាវាវាយបោកអ្វីដែលយើងចង់និយាយគឺកន្លែងនេះចឹងយើងឃើញថាតកតងនឹងមេគុណ CP តាមទិសវាយនេះគឺវាមានបញ្ហា error បងភាសារកន្លែងនេះយើងត្រូវធ្វើ interpolation ត្រូវរកតម្លៃមេគុណ CP អាស្រ័យទៅលើមេផលធៀប L លើ B អញ្ចឹងយើងឃើញថាផលធៀប L លើ B តាមទិស short note នេះគឺវាល្បាក់1.5 1.5អញ្ចឹងបើយើងមើលទៅវាចន្លោះពី1ទៅ2នេះអញ្ចឹង1.5នេះច្បាស់ជាមិនមែន0.4ទេបងអ្វីដែលនេះវាអូតូ